ចូលនិយាយអំពីសេចក្តីពិតនៅក្នុងព្រះគម្ពីរសេចក្តីពិតគឺជាអ្វីដែលពិតនិងត្រឹមត្រូវដែលស្របតាមព្រះបន្ទូលរបស់ព្រះនិងលក្ខណៈរបស់ព្រះតើការពិតគឺជាអ្វីព្រះយេស៊ូវមានព្រះបន្ទូលថាព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថាខ្ញុំជាផ្លូវជាសេចក្តីពិតហើយជាជីវិតបើមិនមកតាមខ្ញុំនោះគ្មានអ្នកណាទៅឯព្រះវរបិតាបានឡើយបើអ្នករាល់គ្នាបានស្គាល់ខ្ញុំនោះបានស្គាល់ព្រះវរបិតាដែរអំពីនេះទៅមុខអ្នករាល់គ្នាក៏ស្គាល់ហើយបានឃើញទ្រង់ផងហេតុអ្វីបានជាសេចក្តីពិតសំខាន់អ្នករាល់គ្នានឹងស្គាល់សេចក្តីពិតហើយសេចក្តីពិតនោះនឹងប្រោសឲ្យអ្នករាល់គ្នាបានរួចការកុហកអំពីព្រះអំពីខ្លួនយើងអំពីអ្វីដែលល្អនោះសេចក្តីអាក្រក់នឹងដាក់អន្ទាក់យើងហើយរារាំងយើងពីការរស់នៅដែលព្រះចង់បានសម្រាប់យើងសេចក្តីពិតរបស់ព្រះនាំយើងទៅកាន់សេរីភាពនិងជីវិតពិតតើយើងរស់នៅក្នុងសេចក្តីពិតយ៉ាងដូចម្តេច1អានព្រះបន្ទូលរបស់ព្រះនេះហើយជាកន្លែងដែលយើងរកឃើញការពិត2ជឿលើព្រះយេស៊ូវទ្រង់គឺជាសេចក្តីពិតក្នុងទម្រង់មនុស្ស3ស្មោះត្រង់និយាយនិងប្រព្រឹត្តដោយស្មោះត្រង់ដោយឆ្លុះបញ្ចាំងពីលក្ខណៈរបស់ព្រះការពិតមិនមែនគ្រាន់តែជាគំនិតទេសេចក្តីពិតគឺជាព្រះយេស៊ូវប្រសិនបើអ្នកចង់ដឹងថាអ្វីដែលពិតប្រាកដសូមមករកទ្រង់អានព្រះបន្ទូលរបស់ទ្រង់ហើយអនុញ្ញាតឲ្យទ្រង់ដឹកនាំជីវិតរបស់អ្នកបូករួមទាំងអស់ព្រះបន្ទូលនៃទ្រង់ទៅឃើញថាពិតត្រង់ទាំងអស់ហើយគ្រប់ទាំងច្បាប់ដ៏សុចរិតរបស់ទ្រង់ក៏ស្ថិតស្ថេរនៅអស់កាលជានិច្ចដែរ